ngày ní khổ bị kênh lang máu cứ khơi tha cả tiết nó khang khéo cứ là o mền tan cứ ở sơ cả đai ghê bao ngày tận tích há cứ sật tung là hốt mong hai thở ngày trong sắp đa tiết chân tranh tại bay bạch thiệt chân nó khang khéo tia nó ngày hai bị phù tần chân tế là mồm ta mà tất tiết cứ miên so lên phủ chạp cứ chắc khổ plai mong á hai nam mũi bạch thiệt nó bị tung khang ấy tại bay ắt toan tế đang là tung chủ ở hay nam mũi chạp phong ấy phong à ដោយសារតែម៉ាក់ហើយនឹងចាយគាត់ផ្ដាំឲ្យបេះទុកឲ្យគាត់ផងដោយសារតែនៅផ្ទះគាត់ហ្នឹងគាត់មានម្ដាយអំណាចតែគាត់ញ៉ាំអស់ហើយវាអត់សូវផ្អែមទៅអាដើមនៅផ្ទះខ្ញុំហ្នឹងទេនៅនេះគឺផ្អែមឆ្ងាញ់ហ្មងណាគ្រាន់តែថាខ្ញុំរវល់មិនសូវបានបេះទៅភាកច្រើនរាល់តែឆ្នាំឈូសចោលអញ្ចឹងទៅដោយសារតែដើមពធានោះវាធំហើយខ្ពស់រដល់អញ្ចឹងពិបាកបេះមែនតើគឺតែដាក់ចដើឡើងបេះរាល់ឆ្នាំដាក់ចដើឡើងបេះតែឆ្នាំនេះប្រើតែពួកបេះម្ដងល្មមទៅរកពេលបានតនេបានបេះហ្នឹងគឺវាចាប់ស៊ីឡើងអស់ហើយឈៀកច្រើនទុំឈូសចោលមកក្រោមឡើងច្រើនហើយតែវាឡើងក្រហមអញ្ចឹងខ្ញុំភីច្រើនអត់ធ្វើបេះវាពីព្រោះដោយសារតើវារៀងខ្សោះបើវានៅខៀវបានវាមានរៀងជាតិទឹកតិចខ្ញុំចូលចិត្តញ៉ាំវាពេលវានៅរៀងខៀវកុំឲ្យវាឡើងដល់ក្រហមពេកតែក្រហមពេកវារៀងខ្សោះហើយតែអាក្រហមហ្នឹងវាផ្អែមជាងអាពណ៌រៀងខៀវពេលវាទុំឡើងក្រហមអញ្ចឹងហើយគឺយកវាទៅហាយស្ងួតហើយទុកយកមកធ្វើឆុងតែស្ងោរស៊ុបធ្វើផ្អែមឬក៏ធ្វើតំណាប់អីផ្សេងអញ្ចឹងណាពធានេះមិនមែនពធាខ្មែរយើងទេយើងហៅថាពធាចិនហើយគេធ្វើដាក់នៅក្នុងផ្អែមនៅតុកកាអីបងប្អូនហើយឈ្មោះជាភាសាអង់គ្លេសហ្នឹងគេហៅថាជូប៊ីហ្នឹងគឺមានច្រើនប្រភេទមែនតើនៅខាងប្រទេសចិនណាផ្លែដែលខ្ញុំកំពុងតបេះហ្នឹងខ្ញុំអត់ដឹងថាពូជអីដែរពីព្រោះដោយសារតែខ្ញុំមិនអ្នកដាំណាផ្លែវារៀងស្តៀងគ្នាប៉ុន្តែបើតាមមើលរូបរាងហ្នឹងទៅនិយាយទៅរូបរាងវារៀងតូចវាអត់សូវធំហ្មងទេហើយវាផ្អែមខ្លាំងហើយវារៀងស្រួយប៉ុន្តែវាអត់សូវមានជាតិទឹកទេវារៀងខ្សោះដែរនិយាយទៅប្រហែលជា sugar cane ច្រើនជាងបើ honey jaw វាផ្លែវារៀងតូចជាងហ្នឹងហើយវាផ្អែមហើយវាលក្ខណៈ juicy ហើយផ្អែមលក្ខណៈទឹកឃ្មុំណាបើលីជូប៊ីវិញគឺវាផ្លែវារៀងធំហើយខ្សោះហើយអត់សូវផ្អែមទេមូលអញ្ចឹងដែរចំណែកអារៀងទៅវែងហើយរៀងដូចផ្លែសេរីវិញគេហៅថាលែងជូប៊ីហើយបើសិនជារៀងទៅវែងដែរតែរៀងលាក់ប្រាក់ពងកពើនោះវិញគឺគេហៅថា G866 និយាយទៅមានច្រើនប្រភេទមែនតើពិបាកបែងចែកវារៀងស្តៀងគ្នាអញ្ចឹងណាពូជខ្លះ prefer ឲ្យញ៉ាំពេលនៅស្រស់វាឆ្ងាញ់វាផ្អែមហើយពូជខ្លះវិញគេ recommend ឲ្យយើងញ៉ាំពេលវាក្រៀមវិញដល់វាពេលវា dry ជូប៊ីនេះគឺមានអត្ថប្រយោជន៍ច្រើនមែនតើទៅដល់សុខភាពវាសម្បូរទៅដោយសារធាតុចិញ្ចឹមមានផ្ទុកទៅដោយវីតាមីន C ដែលជួយទៅដល់ប្រព័ន្ធភាពផ្សាំរបស់យើងជួយប្រឆាំងការពារជំងឺផ្សេងhealth fight infection មានផ្ទុកទៅដោយ antioxidant ដែលជួយការពារការរលាយកោសិកាផ្សេងហើយផ្លែនឹងដែរគឺវាសម្បូរទៅដោយជាតិសរសៃដែលគេហៅថា fiber វាជួយទៅដល់ការបំបែកអាហារការទល់លាមកវាជាប្រភេទផ្លែឈើដែលមាន low sodium ហើយមានផ្ទុកទៅដោយ potassium ដែលវាជួយទៅដល់សម្ពាធឈាមសុខភាពបេះដូងជំនួយទៅដល់ខួរក្បាលជួយដល់ការចងចាំកាត់បន្ថយ stress និងជួយឲ្យគេងលក់ស្រួលហើយមានការសិក្សាខ្លះបាននិយាយថាវាប្រហែលជាមានផ្ទុកសារធាតុដែលជួយប្រឆាំងនឹងការកើតមហាហេតុហើយនឹងពជាភាពចាស់ប៉ុន្តែវាអត់ទាន់មានការ confirm ច្បាស់លាស់នៅឡើយទេនិយាយរួមទៅផ្លែនេះគឺមានអត្ថប្រយោជន៍ច្រើនមែនតើអញ្ចឹងហើយបានជាប្រជាជនចិនគេប្រើវាក្នុងឱសថបុរាណចិនណាគេប្រើវាមករងាស់នៅក្នុងស៊ុបមកឆុងជាតែញ៉ាំធ្វើជាផ្អែមផ្សេងណាប៉ុន្តែកុំឃើញថាវាល្អអញ្ចឹងហើយផឹងញ៉ាំច្រើនហួសកម្រិតណាព្រោះស្អីក៏ដោយតែយើងញ៉ាំវាហួសកម្រិតវាក៏វាផ្ដល់ផលប៉ះពាល់មកវិញដែរ